ត្តកថាណាយស្រុកយើងមានន័យរុងរឿងវិន័យសាសនាមានពីយូរលងតាំងពីដូនតាកថាណាជ្រាំងថ្លាមាន29ថ្ងៃមួយវត្តយើងហើយចូលបានតែម្ដងដឹងទេនួនល្អមកលេងកុំខានមួយវត្តយើងហើយចូលបានតែម្ដងដឹងទេនួនល្អមកលេងកុំខានតើអូនដឹងទេវត្ថុអ្វីខ្លះជាបងគោលចាយច្បាស់មិនអាចខ្វះបានព្រះពុទ្ធអនុញ្ញាតយ៉ាងច្បាស់កល្យានវត្ថុសំខាន់កឋិន3នោះស្បង់ហើយជ័យវរនឹងសង្ឃាដីបរិខាប្របីអមដោយបច្ច័យបងដើរបាំងខ្លោះដងហើយក្បែរស្រីកឋិនល្អក្រៃប្របីថ្លៃថ្លាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្រាលក្រងកាលណាបានអានិសង្ឃតើអូនយល់ទេអត្តន័យកឋិនបងប្រាប់មៀងឆ្អិនឲ្យដឹងវិស័យក្រាលក្រងគ្រាប់ជួនតាមធម៌វិន័យអានិសង្ឃថ្លាថ្លៃទាំង5ប្រការទី1មិនព្រួយគឺល្អរូបាទី2សវណ្ណតាសម្បុរស្អាតឯ3រូបពុនរាយត្រង់ទ្រាយជាងស្ដែកទី4ព្រះថ្លាថ្លែងកើតជាស្ដេចចក្រ3រូបពុនរាយត្រង់ទ្រាយជាងស្ដែកទី4ព្រះថ្លាថ្លែងកើតជាស្ដេចចក្ររីឯទី5បានជាអេហេងលេងជាប់ជុំពាក់ក្នុងកាមលោកីរីឯទី5បានជាអេហេងលេងជាប់ជុំពាក់ក្នុងកាមលោកីប្រវត្តិកថាណាយស្រុកយើងមានន័យរុងរឿងវិន័យសាសនាមានពីយូរលងតាំងពីដូនតាកឋិនជ្រាំងថ្លាមាន29ថ្ងៃមួយវត្តយើងហើយចូលបានតែម្ដងដឹងទេនួនល្អមកលេងកុំខានមួយវត្តយើងហើយចូលបានតែម្ដងដឹងទេនួនល្អមកលេងកុំខានតើអូនដឹងទេវត្ថុអ្វីខ្លះជាបងគោលចាយច្បាស់មិនអាចខ្វះបានព្រះពុទ្ធអនុញ្ញាតយ៉ាងច្បាស់កល្យានវត្ថុសំខាន់កឋិន3នោះស្បង់ហើយជ័យវរនឹងសង្ឃាដីបរិខាប្របីអមដោយបច្ច័យបងដើរបាំងខ្លោះដងហើយក្បែរស្រីកឋិនល្អក្រៃប្របី